សៀមមិនត្រឹមតែគ្មានប្រទេសខ្លួនឯងទេគ្រាន់តែជាជនភៀសខ្លួនមកពីភៀសខាងត្បូងនៃប្រទេសចិនតែប៉ុណ្ណោះនៅក្នុងប្រហែលជាសតវត្សទី10 11 12 13ឡើងមកប៉ុន្តែគេបង្រៀនកូនចៅគេឲ្យគិតថាផ្នែកខ្លះនៃប្រទេសខ្មែរហ្នឹងគឺជារបស់ពួកគេតាមពិតទៅសៀមបានដណ្ដើមយកខេត្តទាំង36របស់ខ្មែរមកគ្រប់គ្រងដល់សប្តាហ៍ថ្ងៃក្នុងរង្វង់ខ្មៅដៃដែលខ្ញុំកំពុងតែគូសបង្ហាញហ្នឹងគឺជាផែនទីនៃអាណាចក្រខ្មែរកាលពីចំនួនមុនសតវត្សទី14ហើយនៅឯកសារដែលខ្ញុំបង្ហាញហ្នឹងគឺនៅក្នុងសៀវភៅសរសេរដោយជនជាតិបារាំងចំណែកខេត្តទាំង36ដែលបាត់បង់នេះខ្ញុំបានដកស្រង់ចេញមកពីគេហទំព័រ Wikipedia អញ្ចឹងខ្ញុំសូមរៀបរាប់ខេត្តដូចតទៅខេត្តទី1ដែលបាត់បង់ឈ្មោះថាខេត្តកញ្ចនបុរីខេត្តទី2ឈ្មោះថាខេត្តកូខណ្ឌខេត្តទី3ឈ្មោះថាខេត្តច័ន្ទបុរីខេត្តទី4ខេត្តជលបុរីឬឈនបុរីខេត្តទី5ខេត្តជ័យខេត្តទី6ខេត្តជ័យភូមិខេត្ត7ខេត្តត្រាចខេត្ត8ខេត្តធនបុរី9ខេត្តនាងរង10ខេត្តនគរបឋម11ខេត្តនគររាជសីមា12ខេត្តនគរស្រីធម្មរាជ13ខេត្តបស្ចិមបុរី14ខេត្តបឹងកក់15ខេត្តបុរីរំ16ខេត្តព្រះចិនបុរី17ខេត្តពិษណុលោក18ខេត្តយសោធរ19ខេត្តរាជបុរី20ខេត្តលោពៈបុរី21ខេត្តរយង22ខេត្តវិជ្ជបុរៈ23ទីក្រុងស្រីទេព24ខេត្តស្រីយសោធិរៈ25ខេត្តស្រះកែវ26ខេត្តសង្កឹត27ខេត្តសារីសាកេត28ខេត្តស្ទឹងជ្រៅ29ខេត្តសុរិន្ទដែលយើងទាំងអស់គ្នាស្គាល់សុរិន្ទហ្នឹងច្បាស់ជាងគេហើយយើងហៅខ្លះថាខ្មែរសុរិន្ទណា30ខេត្តសុពណ៌បុរី31ខេត្តសុវណ្ណភូមិ32ខេត្តសុគន្ធនគរ33ខេត្តសុខោតីហ្នឹងគឺជាខេត្តមុនដំបូងគេនៅក្នុងសតវត្សទី13បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី7សោយទីវង្គតទៅ34ខេត្តព្រះនគរស្រីអយុធ្យាហើយទី35គឺខេត្តអាងថងចុងបញ្ចប់ទី36ខេត្តឧបលយៈរាជធានីបើខ្ញុំអានខុសយ៉ាងណាពីព្រោះថាពាក្យពីដើមពិបាកអានណាខ្ញុំអានរៀងខុសសូមអភ័យទោសផងបើសិនជាខុសឆ្គងសរុបសេចក្តីទៅខេត្តមួយចំនួនហ្នឹងបានបាត់បង់តាំងពីមុនសតវត្សទី19ហើយខេត្តខ្លះទៀតបាត់បង់នៅក្នុងសតវត្សទី19ក្នុងសម័យបារាំងគ្រប់គ្រងដោយសារបារាំងដោះដូរខេត្តខ្លះថែមទៀតឲ្យទៅថៃឲ្យទៅសៀមការចំនួននោះដើម្បីដោះដូរយកអង្គរវត្តយកខេត្តសៀមរាបបាត់ដំបងហ្នឹងមកឲ្យប្រទេសកម្ពុជាវិញហើយផ្នែកខ្លះនៅខាងកោះកុងនៅខាងនិយាយទៅខាងអាជីដែនជាប់នឹងប្រទេសសៀមហ្នឹងគឺបារាំងដោះដូរដើម្បីទាមទារខេត្តសំខាន់ឲ្យមកប្រទេសកម្ពុជាវិញអាណាចក្រខ្មែរធ្លាប់តែល្បីល្បាញខ្ទោខ្ទាខ្លាំងក្លាមែនទែនក៏ប៉ុន្តែចំនួនផ្ទៃក្នុងប្រទេសចាប់ពីស្ដេចជ័យវរ្ម័នទី7សោយទីវង្គតទៅនៅក្នុងសតវត្សទី13ហ្នឹងគឺប្រទេសកម្ពុជាប្រទេសខ្មែរកាលពីចំនួនហ្នឹងគឺធ្លាក់ចុះមកអញ្ចឹងសៀមចាប់ផ្ដើមខ្លាំងពីចំនួនសតវត្សទី13ដែលស្ដេចខ្លាំងពូកែរបស់យើងហ្នឹងបានសោយទីវង្គតអញ្ចឹងកាលពីចំនួនមុនហ្នឹងគឺអត់បានយកច្រើនទេចូលម្ដងបន្តិចប៉ុន្តែចូលខ្លាំងជាងគេពីសតវត្សទី13ឡើងខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនមែនអ្នកបុរាណវិទ្យាឬក៏អ្នកខាងប្រវត្តិសាស្ត្រអ្វីទេខ្ញុំដឹងចែករំលែកដោយសារតែការអានបន្តិចបន្តួចរបស់ខ្ញុំនិងការស្រាវជ្រាវតែប៉ុណ្ណោះបើខុសឆ្គងសូមអភ័យទោសផង